មកស្គាល់អំពីចរិតលក្ខណៈរបស់បុរសដែលកើតនៅក្នុងឆ្នាំរកាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ហោរាសាស្ត្រតាមក្បួនចិនដែលថ្ងៃនេះខ្ញុំនាំមកនៅសេចក្តីលម្អិតតាក់ទងទៅនឹងចរិតលក្ខណៈរបស់បុរសដែលកើតនៅក្នុងឆ្នាំរកាព្រមទាំងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគាត់ផងដែរអញ្ចឹងបុរសដែលកើតនៅក្នុងឆ្នាំរកាគឺគាត់មានភាពវៃឆ្លាតមានសមត្ថភាពខ្ពស់ហើយជាមនុស្សដែលស្មោះត្រង់និងមានការសម្រេចចិត្តបានច្បាស់លាស់ព្រមទាំងជាមនុស្សដែលមានជំនាញខាងផ្នែកចាត់ចែងបានល្អឥតខ្ចោះផងដែរបុរសដែលកើតនៅក្នុងឆ្នាំរកាគឺមានភាពជាក់លាក់ហ៊ាននិយាយចំអំពីអំពើហិង្សាឬមួយក៏ការរិះគន់យ៉ាងមុតមាំហើយតែងតែស្វែងរកនូវភាពល្អឥតខ្ចោះនៅក្នុងអ្វីគ្រប់យ៉ាងមិនថាពួកគេធ្វើអ្វីនោះទេគឺពួកគេនឹងធ្វើទៅតាមច្បាប់ដែលបានកំណត់ហើយមិនអាចយល់អំពីអ្នកដែលមិនគោរពច្បាប់នោះឡើយគឺពួកគេនឹងខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយទៅដល់អ្នកដទៃដែលគេគិតថាកំពុងតែជួបទុក្ខលំបាកដូច្នេះហើយបើសិនជាឃើញនរណាម្នាក់ដែលកំពុងតែរងអំពើយុត្តិធម៌នោះគាត់មិនខ្លាចឡើយនៅក្នុងការចេញមុខមកបង្ហាញចង្អុលអំពីអំពើដែលមិនល្អក៏ដូចជាខុសច្បាប់ទាំងអស់នោះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃបុរសដែលកើតនៅក្នុងឆ្នាំរកាគឺគាត់ពូកែខាងគ្រប់គ្រងហិរញ្ញវត្ថុហើយពួកគាត់ក៏ចេះសន្សំសំចៃទៅលើការចំណាយនៅក្នុងគ្រួសារដើម្បីឲ្យចំណូលចំណាយសមស្របគ្នានៅក្នុងនាមជាអ្នកមើលថែផ្ទះដ៏ល្អបុរសឆ្នាំរកាក៏ជួយចិត្តដោះស្រាយនៅការងារលំបាកគ្រប់ប្រភេទហើយអាចបំពេញការងារនោះឲ្យបានទាន់តាមពេលវេលាផងដែរប៉ុន្តែប្រសិនបើជារឿងរ៉ាវស្មុគស្មាញឬលំបាកខ្លាំងពេកពួកគេអាចនឹងមានអារម្មណ៍ឆាប់រំជួលចិត្តហើយក៏ឆាប់ខឹងផងដែរតកតងនឹងសេចក្តីស្នេហានិងទំនាក់ទំនងបុរសដែលកើតនៅក្នុងឆ្នាំរកាចូលចិត្តនារីដែលរស់រវើកជាស្ត្រីខាងផ្នែកមុខចំនួនដែលមានភាពចាស់ទុំហើយនៅក្នុងទំនាក់ទំនងគឺពួកគេប្រៀបដូចជាក្មេងដែលស្វែងរកស្ករគ្រាប់ដែរហើយត្រូវការពាក្យសម្ដីផ្អែមល្ហែមពីមនុស្សជាទីស្រឡាញ់របស់ខ្លួនដូច្នេះបើសិនជាមិត្តនារីយើងដែលបានបុរសឆ្នាំរកាជាដៃគូគួរណាកុំភ្លេចសរសើរពីពួកគាត់ផងនៅក្នុងអាពាហ៍ពិពាហ៍គឺពួកគេទាមទារនៅសេរីភាពហើយនិងភាពស្មើគ្នាហើយពួកគេជឿជាក់ទៅលើការគោរពគ្នាទៅវិញទៅមកនិងស្អប់នឹងការជ្រុះប្រកែកបុរសដែលកើតនៅក្នុងឆ្នាំរកានេះគឺគាត់មានទេពកោសល្យនៅក្នុងការដោះស្រាយកិច្ចការនិងការងារដែលលំបាកហើយពួកគាត់ច្រើនតែចាប់ផ្ដើមអាជីពតាំងពីក្មេងនិងទទួលបានជោគជ័យនៅក្នុងវ័យក្មេងផងដែរពួកគេជាធម្មតាគឺគ្រប់គ្រងចរិតសកម្មរបស់ពួកគេដោយវិធីប្រកបទៅដោយភាពម៉ឺងម៉ាត់និងសន្តិភាពហើយពួកគេក៏ពូកែខាងស្ដាប់ដំបូន្មានពីអ្នកដទៃទោះបីជាមិនអាចសម្រេចបានជោគជ័យដ៏ធំធេងក៏ដោយក៏បុរសដែលកើតនៅក្នុងឆ្នាំរកាគឺមានភាពចាប់ផ្ដើមបានទទួលបានផលច្រើនផងដែរតទៅនេះខ្ញុំនឹងនិយាយអំពីភាពខ្លាំងក៏ដូចជាគុណសម្បត្តិរបស់មនុស្សប្រុសដែលកើតនៅក្នុងឆ្នាំរកាចំណុចខ្លាំងទី1សម្រាប់បុរសដែលកើតនៅក្នុងឆ្នាំរកាក៏ដូចជាស្ត្រីដែលកើតនៅក្នុងឆ្នាំរកាដែរគឺគាត់ជាមនុស្សដែលចូលចិត្តស្លៀកពាក់ឲ្យទាន់សម័យចឹងបុរសដែលកើតនៅក្នុងឆ្នាំរកាតែងតែចង់ឃើញខ្លួនឯងមានភាពតាក់ទាញដូច្នេះពួកគេគឺស្លៀកពាក់បែបទាន់សម័យបំផុតម៉ូដមិនត្រឹមតែបង្ហាញនៅក្នុងសម្លៀកបំពាក់របស់ពួកគេតែប៉ុណ្ណោះទេប៉ុន្តែនៅក្នុងចិត្តគំនិតរបស់ពួកគេផងដែរគឺពួកគេតែងតែគិតអំពីរបៀបដើម្បីឈានទៅមុខគេនៅក្នុងសម័យកាលនិងរបៀបដើម្បីទទួលបាននូវជោគជ័យគំនិតទាន់សម័យនេះដែលជំរុញឲ្យពួកគេបន្តឆ្ពោះទៅមុខនិងរីកចម្រើនចំណុចខ្លាំងទី2នោះគឺជាមនុស្សដែលស្វែងរកនូវភាពល្អឥតខ្ចោះបុរសដែលកើតនៅក្នុងឆ្នាំរកាគឺមិនបដិសេធចំពោះភាពស្រស់ស្អាតនោះទេគឺពួកគេស្រឡាញ់មនុស្សវត្ថុនិងការងារដែលមានភាពស្រស់ស្អាតហើយពួកគេគឺមានការទាមទារខ្ពស់ចំពោះខ្លួនឯងនិងជីវិតនិយាយឲ្យខ្លីទៅគឺពួកគេមិនជប់ស្វែងរកនូវភាពល្អឥតខ្ចោះឡើយគុណសម្បត្តិក៏ដូចជាចំណុចខ្លាំងទី3ដែលជាចំណុចចុងក្រោយនោះគឺជាមនុស្សដែលចិត្តល្អនិងផ្អែមល្ហែមបុរសដែលកើតនៅក្នុងឆ្នាំរកាគឺគាត់មានចិត្តល្អផ្អែមល្ហែមនៅពេលដែលនរណាម្នាក់នៅជុំវិញខ្លួនជួបនៅបញ្ហាគឺពួកគេនឹងក្លាយទៅជាអ្នកគាំទ្រផ្លូវចិត្តដ៏ល្អយកចិត្តទុកដាក់ចំពោះគេនឹងធ្វើឲ្យគេមានអារម្មណ៍ថាអ្វីគឺមិនអាក្រក់ខ្លាំងនោះទេទោះបីជាពួកគេមិនអាចជួយអ្វីបានដោយជាក់ស្ដែងក៏ដោយក៏ពួកគេជួយខាងផ្នែកផ្លូវចិត្តផងដែរដូច្នេះពួកគេគឺជាបុរសដែលផ្អែមល្ហែមធម្មតានៅក្នុងផ្នែករបស់មនុស្សទៅហើយតទៅនេះខ្ញុំនឹងនិយាយអំពីចំណុចខ្សោយក៏ដូចជាគុណវិបត្តិរបស់បុរសដែលកើតនៅក្នុងឆ្នាំរកាវិញម្ដងទី1នោះគឺឆាប់ខឹងហើយនឹងងាយប្រតិកម្មបុរសដែលកើតនៅក្នុងឆ្នាំរកាគឺមានបុគ្គលិកលក្ខណៈ2យ៉ាងពេលខ្លះគឺគាត់ផ្អែមល្ហែមនិងពេលខ្លះគឺឆាប់ខឹងឆាវឆាវនៅក្នុងជីវិតប្រចាំថ្ងៃគឺពួកគេយកចិត្តទុកដាក់ខ្លាំងទៅលើរូបរាងនិងភាពជាបុគ្គលរបស់ពួកគេ
នៅពេលដែលនរណាម្នាក់ចេញមកប្រឆាំងឬមួយក៏រិះគន់តាក់ទងនឹងរូបរាងពួកគេគឺពួកគេងាយនឹងខឹងខ្លាំងណាស់ហើយក៏មិនពេញចិត្តផងដែរពួកគេក៏ជាមនុស្សដែលច្រើនតែធ្វើសកម្មភាពដោយឆន្ទៈភ្លាមៗហើយមិនអាចរងចាំបាននៅពេលដែលសម្រេចចិត្តធ្វើអ្វីមួយដូចពាក្យគេថាផលល្អគឺត្រូវការពេលវេលាការដែលប្រញាប់ប្រញាល់នឹងធ្វើឲ្យពួកគេជួបនូវបញ្ហាច្រើនជាងផលប្រយោជន៍និងនាំទៅរកភាពបរាជ័យផងដែរចំណុចខ្សោយចុងក្រោយនោះគឺទន់ភ្លន់ខ្លាំងគុណវិបត្តិដ៏ធំបំផុតរបស់បុរសដែលកើតនៅក្នុងឆ្នាំរកាគឺពួកគាត់នេះគឺទន់ភ្លន់ខ្លាំងពេកដែលអ្នកខ្លះតែងតែគិតថាពួកគាត់នឹងទន់ជ្រាយបុរសដែលកើតនៅក្នុងឆ្នាំរកាមិនថាពួកគេជួបរឿងអ្វីនោះទេឬក៏ត្រូវបានគេធ្វើបាបខ្លាំងប៉ុណ្ណាក៏ដោយក៏ពួកគេនឹងអត់ទោសភ្លាមនៅពេលដែលអ្នកដែលធ្វើបាបគេនោះបានចេញមកសុំទោសឬក៏បង្ហាញនូវការសោកស្ដាយពួកគេគឺមិនអាចទប់ទល់នឹងទឹកភ្នែកបានទេហើយនឹងមានចិត្តអាណិតនៅពេលដែលឃើញនរណាម្នាក់កំពុងតែយំដោយសារតែពួកគេទន់ភ្លន់ខ្លាំងពេកនេះហើយដែលពួកគេងាយនឹងត្រូវបានគេធ្វើបាបទាំងនេះគឺសុទ្ធតែជាចំណុចដ៏គួរចាប់អារម្មណ៍របស់បុរសដែលកើតនៅក្នុងឆ្នាំរកាសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្ដាប់នៅវីដេអូនេះហើយពេញចិត្តនឹងវីដេអូរបស់ខ្ញុំហើយក៏វាបានជួយជាប្រយោជន៍ជូនទៅដល់បងប្អូនទាំងអស់គ្នាផងដែរជាពិសេសសម័យខ្លួនដែលបានកើតនៅក្នុងឆ្នាំរកាហើយវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ